សូមជូនសំណួរទៅដល់នីតានីតាចង់ឃើញការផ្លាស់ប្ដូរអ្វីខ្លះនៅក្នុងសាលារៀនដើម្បីឲ្យកុមារជនជាតិដើមភាគតិចប្រកបដោយការអប់រំប្រកបដោយគុណភាពខណៈពេលរក្សាអត្តសញ្ញាណរបស់ពួកគេចា៎ដើម្បីឆ្លើយតបទៅនឹងសំណួរនេះហើយអ្វីដែលខ្ញុំចង់ឃើញនៅថ្ងៃខាងមុខដើម្បីគ្រប់គ្រងដល់កុមារជនជាតិដើមភាគតិចឲ្យគាត់ទទួលបានការអប់រំមួយដែលពេញលេញទីមួយគឺខ្ញុំចង់ឃើញឲ្យមានការគ្រប់គ្រងកាន់ខ្លាំងទៅលើការអប់រំរបស់កុមារតើសួរថាគ្រប់គ្រងមិនខ្លះគឺគ្រប់គ្រងធ្វើយ៉ាងណាខាងសាលារៀនហ្នឹងគាត់ព្យាយាមគៀកកុមារគ្រប់រូបនៅក្នុងសហគមន៍ហ្នឹងឲ្យគាត់បានចូលរៀនគ្រប់គ្នាមិនថាកុមារដែលមានអត្តចរិតបែបណាកុមារដែលមានស្ថានភាពបែបណាមិនថាកុមារដាច់ស្រយាលកុមារពិការក៏ដោយដោយសារតែឥឡូវនេះខ្ញុំសម្លឹងឃើញថាកុមារដែលគាត់មានពិការភាពកុមារដែលគាត់មានសតិបញ្ញាមិនសូវគ្រប់គ្រាន់គឺអត់មានឱកាសគ្រប់គ្រាន់ដើម្បីចូលរៀនទេដោយសារហេតុអីលោកគ្រូអ្នកគ្រូមួយចំនួនគាត់អត់ទាន់មានជំនាញគ្រប់គ្រាន់ដើម្បីបង្រៀនកុមារដែលពិការកុមារដែលសតិបញ្ញាមិនសូវគ្រប់គ្រាន់ហើយមួយវិញទៀតទាំងជំនាញទាំងសម្ភារៈទាំងថវិកាគឺយើងនៅខ្វះខាតនៅឡើយអញ្ចឹងសំណូមពរដល់អាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមជួយទាំងអស់គ្នាទៅលើបញ្ហាមួយហ្នឹងហើយមួយវិញទៀតចង់ឲ្យខាងអាជ្ញាធរក៏ដូចជាសាលារៀនបង្កើតជាក្លឹបកុមារមួយដើម្បីផ្ដល់ឱកាសដល់កុមារទាំងអស់គាត់មានឱកាសរៀនភាសាអង់គ្លេសនិងរៀនផ្នែកកុំព្យូទ័រដោយឥតគិតថ្លៃពីព្រោះអីឥឡូវនេះយើងឃើញថាកុមារដែលគាត់បានសិក្សាផ្នែកភាសាអង់គ្លេសមួយដែលទូលំទូលាយគឺនៅមានកម្រិតចំណែកឯខាងផ្នែកកុំព្យូទ័រវិញកុមារខ្លះគាត់អត់ចេះហ្មងបងហើយរហូតដល់អ្នកខ្លះគាត់ចូលដល់សាកលវិទ្យាល័យបានគាត់បានរៀនកុំព្យូទ័រឡើងវិញបើតាំងពីបឋមរហូតដល់ចប់វិទ្យាល័យគាត់អត់ដែលរៀនកុំព្យូទ័រសោះអញ្ចឹងបើសិនជាយើងបង្កើតឲ្យមានជាក្លឹបមួយក៏ដូចជាកន្លែងមួយសម្រាប់បណ្ដុះបណ្ដាលពួកគាត់ឲ្យឥតគិតថ្លៃចឹងវាផ្ដល់អាទិភាពខ្លាំងដល់កុមារទាំងអស់ក៏ដូចជាមិនថាកុមារមិនថាយុវជនទាំងអស់គាត់អាចទទួលបានសេវាទាំងអស់នឹងអាចទទួលបានការបណ្ដុះបណ្ដាលទាំងអស់នឹងហើយមួយវិញទៀតសំណូមពរចង់ឲ្យអាណាព្យាបាលទាំងអស់គាត់បញ្ជូនកូនគាត់ទៅរៀនទាំងអស់គ្នាព្រោះខ្ញុំឃើញថាអ្នកខ្លះគាត់អត់ឲ្យកូនគាត់ទៅរៀនទេដោយសារតែគាត់លើកហេតុផលមួយថាគាត់អត់មានលុយគាត់ខ្វះខាតគាត់ឆ្ងាយគាត់អត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយសម្រួលដល់កូនគាត់ទៅសិក្សាទៅរៀនអីបានទេប៉ុន្តែបើសិនជាអាចសំណូមពរដល់ពួកគាត់ឲ្យកូនគាត់ទៅរៀនទាំងអស់គ្នាជាពិសេសក្មេងស្រីបើយ៉ាងតិចណាក៏ឲ្យបានចប់ទី12ដែរហើយមួយវិញទៀតនៅសម្រាប់ពេលដែលក្មេងក៏ដូចជាយុវជនទាំងអស់គាត់បានចប់ទី12អ្នកខ្លះគាត់អត់មានឱកាសគ្រប់គ្រាន់ដើម្បីមកបន្តការសិក្សានៅសាកលវិទ្យាល័យទេដោយហេតុថាគាត់អត់មានលទ្ធភាពគ្រប់គ្រាន់បើសិនជាក្នុងករណីនេះអាជ្ញាធរក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់គាត់អាចផ្ដល់ជាអាហារូបករណ៍ក៏ដូចជាឧបត្ថម្ភខ្លះដល់ពួកគាត់ខ្ញុំគិតថាកន្លែងហ្នឹងគឺល្អបងចាសម្រាប់ចម្លើយរបស់ខ្ញុំអស់ហើយបើសិនជាមានចំណងកន្លែងណាអាចសួរទៀតបានចា